យើងចាក់ភ្លេងជាតិពុកម៉ែបងប្អូនយើងក្រោកឈរទាំងអស់គ្នាហើយយើងគោរពទាំងអស់គ្នាបាទហើយបន្តមកទៀតគឺយើងគោរពនៅវិញ្ញាណក្ខន្ធទៅដល់បាទព្រះកងទ័ពបាទយើងស្មឹងស្មាតទាំងអស់គ្នាបងប្អូនណាបាទទី1យើងគោរពភ្លេងជាតិទី2យើងគោរពនឹងបាទវិញ្ញាណក្ខន្ធនៅព្រះកងទ័ពបាទបាទបាទពុកម៉ែបងប្អូនយើងដែលមានកៅអីយើងអង្គុយទៅហើយបើអត់មានទេធ្វើម៉េចទេបើយើងមកក្រោយគេណានៅខាងក្រៅនោះអត់អីលីងទេបងហ៎បងប្អូនយើងដែលឈរនៅខាងក្រៅនោះមានកៅអីអង្គុយទេមានអត់បងមានអត់បាទធ្វើម៉េចទេចឹងបងប្អូនយើងដែលមកក្រោយគេបាទឥឡូវខ្ញុំសូមជម្រាបប្រាប់បងប្អូនយើងម្ដងទៀតបងណាបាទទីទៀតគណៈធិបតីរបស់យើងគឺបានចូលរួមក្នុងការបលែងត្រីរបស់យើងដែរបាទមានតាំងពីក្រសួងរុក្ខាប្រមាញ់និងនេសាទបាទគឺបានចូលរួមជាមួយនឹងការបលែងត្រីរបស់យើងស្បឹងដែរបាទអញ្ចឹងរាល់ការដែលបលែងត្រីបងប្អូនយើងគឺផ្ដេកបាទផ្ដេកធុងបាទផ្ដេកកណ្ដុងហ្នឹងគឺដាក់នៅមាត់ទឹកហើយយើងលើកគូតវាមកបាទ